វា add friend Telegram តាមរយៈលេខទូរស័ព្ទដែលមិត្តភ័ក្តិរបស់គ្នាបានឲ្យជំហានដំបូងអ្នកគ្នាត្រូវចូលទៅក្នុង Telegram ក្រឡេកមកខាងស្ដាំដៃនៅចំណុចខាងក្រោមអ្នកគ្នានឹងឃើញសញ្ញាបូកមួយនៅខាងក្រោមកាមេរ៉ាចុចទៅលើសញ្ញាបូកមួយនោះរួចហើយក៏ចុចទៅលើសញ្ញាបូកដែលមានរូបមនុស្សនៅខាងស្ដាំដៃនៅខាងក្រោមមួយទៀតដែលខ្ញុំបានគូសបន្ទាប់មកអ្នកគ្នានឹងឃើញកន្លង3ទី1គឺដាក់នាមត្រកូលទី2គឺដាក់ឈ្មោះទី3គឺដាក់លេខទូរស័ព្ទដែលមិត្តភ័ក្តិរបស់យើងបានឲ្យតែខ្ញុំសូមដាក់លេខទូរស័ព្ទមុនបន្ទាប់មកខ្ញុំនឹងដាក់ឈ្មោះតាមក្រោយតែសម្រាប់អ្នកគ្នាបំពេញឈ្មោះមុនក៏បានឬក៏បំពេញលេខទូរស័ព្ទមុនក៏បានអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះម៉េងហាប់ខាងលើខ្ញុំដាក់ឈ្មោះម៉េងតែសម្រាប់អ្នកគ្នាគឺដាក់ឈ្មោះតាមអ្នកគ្នាចង់ add ទៅជំហានបន្ទាប់អ្នកគ្នាគ្រាន់តែចុចពាក្យថា contact គឺវានឹងលោតទៅចូលទៅក្នុង Telegram ដែលអ្នកគ្នាចង់ add ទៅតែម្ដងសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះ